ភរិយាទី1នៃប្រទេសអ៊ុយក្រែនគឺលោកស្រី Olena Zelenski គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលគេនិយាយច្រើនបំផុតនៅអឺរ៉ុបកាលពីមុនលោកស្រីគឺជាអ្នកនិពន្ធ script ដ៏រាបសារម្នាក់ដែលតែងតែគេចវេះពីកាមេរ៉ាប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកបានសរសេរពីលោកស្រីហើយលោកស្រីក៏បានជាប់ឈ្មោះក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង25រូបក្នុងពិភពលោកផងដែរទោះជាយ៉ាងណាក៏ដោយរៀងរាល់ឆ្នាំដែលកន្លងផុតទៅពាក្យចចាមអារ៉ាមជុំវិញរូបលោកស្រីកាន់តែរីកធំឡើងតើភរិយាទី1រូបនេះរស់នៅពិតប្រាកដយ៉ាងដូចម្ដេចតើរហស្សនាមត្រីម៉ាក Kvel របស់លោកស្រីមានប្រភពមកពីណាតើពាក្យសម្ដីអ្វីដែលនៅតែជជែកវែកញែកដេញដោលនៅក្នុងមាតុភូមិរបស់លោកស្រីតើការស៊ើបអង្កេតអ្វីខ្លះដែលបង្កឲ្យមានការភ្ញាក់ផ្អើលហើយតើកូនរបស់ពួកគេនៅឯណាឥឡូវនេះកូនដែលត្រូវបានលាក់បាំងពីក្រសែភ្នែកសាធារណជនសូមទស្សនាវីដេអូនេះដល់ចប់ដើម្បីស្វែងយល់ពីការពិតទាំងស្រុងអំពីភរិយាទី1នៃប្រទេសអ៊ុយក្រែនតោះចាប់ផ្ដើមលោកស្រី Olena Zelenski បានដើរតួហួសឆ្ងាយពីតួនាទីធម្មតារបស់ភរិយាទី1លោកស្រីបានក្លាយជាអ្នកការទូតដ៏សំខាន់និងជាសម្លេងនៃប្រទេសរបស់លោកស្រីនៅលើឆាកអន្តរជាតិលោកស្រីបានថ្លែងសន្ទរកថានៅចំពោះមុខសភាអាមេរិកបានបង្កើតមូលនិធិសប្បុរសធម៌ដើម្បីជួយកុមារអ៊ុយក្រែននិងបានទទួលពានរង្វាន់ជាច្រើនវាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទេដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកតែងតែដាក់ឈ្មោះលោកស្រីនៅក្បែរស្ត្រីដែលមានអំណាចបំផុតនៅលើភពផែនដីលោកស្រីត្រូវបានបញ្ចូលទៅក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលទាំង25រូបក្នុងពិភពលោកដោយសារព័ត៌មាន Financial Times និងក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតទាំង100រូបដោយទស្សនាវដ្តី Time ស្ទីលតបតែងខ្លួនរបស់លោកស្រីក៏ទទួលបានការចាប់អារម្មណ៍ជាពិសេសផងដែររូបថតដែលត្រូវបានគេជជែកដេញដោលច្រើនបំផុតត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Vogue ក្នុងរូបភាពទាំងនោះភរិយាទី1អ៊ុយក្រែនបានធ្វើពុតជាថតក្នុងអាវធំតម្លៃថ្លៃនៅពីមុខកំទេចកំទីយន្តហោះដែលត្រូវបានបំផ្លាញចំពោះរូបភាពទាំងនេះលោកស្រីត្រូវបានគេរិះគន់អស់រយៈពេលយ៉ាងយូរទោះជាយ៉ាងណាក៏ដោយលោកស្រី Olena ស្ទើរតែតែងតែជ្រើសរើសសម្លៀកបំពាក់ពីអ្នករចនាម៉ូដជនជាតិអ៊ុយក្រែនដើម្បីគាំទ្រម៉ាកយីហោក្នុងស្រុកនិងលើកកម្ពស់ម៉ូដសម្លៀកបំពាក់ជាតិនៅលើឆាកពិភពលោកស្ទីលរបស់លោកស្រីច្រើនតែត្រូវបានគេប្រៀបធៀបទៅនឹងភាពថ្លៃថ្នូរដ៏ម៉ឺងម៉ាត់របស់លោកស្រី Melania Trump ប៉ុន្តែមិនមែនជាការតបតែងខ្លួនទាំងអស់សុទ្ធតែបានទទួលការកោតសរសើរស្មើៗគ្នានោះទេជួនកាលមានកំហុសកើតឡើងហើយបណ្ដាញសង្គមក៏មានប្រតិកម្មភ្លាមឧទាហរណ៍ក្នុងជំនួបជាមួយលោក Joe Biden និងភរិយារបស់លោកគឺលោកស្រី Jill លោកស្រី Olena បានស្លៀកឈុតដែលលេវអាវ2ក្នុងចំណោម6ស្ថិតនៅត្រង់តំបន់ទ្រូងចំតែម្ដងបណ្ដាញអ៊ីនធឺណិតត្រូវបានបំពេញដោយរឿងកំប្លែងនិងមតិយោបល់ភ្លាមប៉ុន្តែហេតុអ្វីបានជាជនជាតិអ៊ុយក្រែនខ្លះហៅភរិយាទី1ថាត្រីម៉ាក Kvel តើរហស្សនាមនោះមកពីណាមានពេលមួយភរិយាប្រធានាធិបតីបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកហើយបាននិយាយថាគ្រួសារប្រមុខរដ្ឋរស់នៅជីវិតសាមញ្ញលោកស្រីថែមតែបានចែករំលែកថាសម្រាប់អាហារពេលល្ងាចលោកស្រីបានចម្អិនត្រីម៉ាក Kvel តាមសម្ដីរបស់លោកស្រីមានតម្លៃត្រឹមតែ8 Fivnia ក្នុង1គីឡូក្រាមប៉ុណ្ណោះជនជាតិអ៊ុយក្រែនបានឆ្លើយតបភ្លាមដោយការចំអកព្រោះតែតម្លៃពិតប្រាកដគឺខ្ពស់ជាងនេះច្រើនដងនោះហើយជាប្រភពដែលធ្វើឲ្យរហស្សនាមត្រីម៉ាក Kvel មានតម្លៃ8រីករាលដាលយ៉ាងលឿនលើបណ្ដាញសង្គមក្រោយមកលោកស្រីបានបញ្យល់ថាលោកស្រីមានន័យថាតម្លៃក្នុង100ក្រាមប៉ុន្តែរហស្សនាមនេះនៅតែជាប់ជាមួយលោកស្រីដដែលតែទៅមានការសន្ទនាជាច្រើនជុំវិញភរិយាទី1រូបនេះការណាតួនាទីរបស់លោកស្រីកាន់តែលេចធ្លោការប៉ាន់ស្មាននិងពាក្យចចាមអារ៉ាមក៏កាន់តែលេចឡើងច្រើនដែរហើយពាក្យខ្លះស្ដាប់ទៅហាក់ដូចជារឿងអាស្រូវខ្លាំងពេករហូតដល់មិនគួរឲ្យជឿថាជាការពិតរឿងនេះរួមមានទាំងរឿងនិទានរបស់អ្នកលក់នៅហាង Catteria ដែលត្រូវបានបណ្ដេញចេញដែលបាននៅហាងថាលោកស្រី Olena បានចំណាយប្រាក់អស់$1 លានក្នុងហាងហើយនឹងការចំណាយរាប់ម៉ឺន€ក្នុងហាង Chanel និង Dior ខណៈដែលការពិតនៅពេលនោះលោកស្រីកំពុងបំពេញទស្សនកិច្ចផ្លូវការនៅផ្នែកផ្សេងទៀតនៃពិភពលោកអ្នកត្រួតពិនិត្យការពិតឯករាជ្យបានបង្ហាញច្រើនជាងម្ដងថាការចោទប្រកាន់ទាំងនេះភាគច្រើនមិនមានភស្តុតាងពិតប្រាកដនិងត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រីតែប៉ុណ្ណោះ
ប៉ុន្តែតើរឿងរ៉ាវស្នេហារបស់គូស្វាមីភរិយាអ៊ុយក្រែនធម្មតាម្នាក់ក្លាយជារឿងរ៉ាវកម្រិតពិភពលោកយ៉ាងដូចម្តេចតើកូនរបស់ពួកគេរស់នៅឯណាឥឡូវនេះហើយហេតុអ្វីបានជាពួកគេត្រូវបានលាក់បាំងពីអ្នករាល់គ្នាលោកស្រីអូលេនីកើតនៅឆ្នាំ1978ក្នុងទីក្រុង Kryvyi-Rih នៃប្រទេសអ៊ុយក្រែនលោកស្រីបានរៀននៅសាលាតែមួយជាមួយស្វាមីនាពេលអនាគតប៉ុន្តែការជួបគ្នាពិតប្រាកដបានកើតឡើងក្រោយមកក្នុងអំឡុងពេលពួកគេជានិស្សិតនៅពេលដែលពួកគេមានអាយុ17ឆ្នាំដូចគ្នាដោយចៃដន្យបានជួបលោកស្រីនៅតាមផ្លូវលោក Volodymyr ត្រូវបានគេរាយការណ៍ថាបានលងស្រឡាញ់នារីម្នាក់នេះភ្លាមដើម្បីទទួលបានការចាប់អារម្មណ៍ពីនារីសក់ទង់ដែងដ៏មានមន្តស្នេហ៍រូបនេះលោក Zelensky បានសុំខ្ចីខ្សែវីដេអូ VHS រឿង Basic Instinct ដែលលោកស្រីកំពុងកាន់ក្នុងដៃលោកស្រីបានយល់ព្រមដោយទុកលេខទូរស័ព្ទនៅលើខ្សែវីដេអូនោះដំបូងឡើយអូលេនីមិនយកចិត្តទុកដាក់ចំពោះ Volodymyr ជាខ្លាំងនោះទេលោកស្រីមានសង្សារម្នាក់ទៀតរួចទៅហើយប៉ុន្តែការប្រកួតប្រជែងមិនបានធ្វើឲ្យ Zelensky រុញរានោះទេអ្នកទាំងពីរស្រឡាញ់សិល្បៈនិងភាពច្នៃប្រឌិតដូចគ្នាហើយនេះគឺជាអ្វីដែលចងភ្ជាប់ពួកគេតាំងពីដំបូងលោក Volodymyr ចង់ឡើងឆាកតាំងពីក្មេងដំបូងឡើយលោកបានចូលរួមក្នុងកម្មវិធីកំប្លែងរបស់និស្សិតហើយភាពល្បីល្បាញពិតប្រាកដបានមកដល់លោកតាមរយៈកម្មវិធីកំប្លែង Comedy Show ក្នុងពេលជាមួយគ្នានោះអូលេនីបានជ្រើសរើសការងារជាអ្នកនិពន្ធ script លោកស្រីបានសរសេរ script ឲ្យក្រុមការងារដែលលោក Zelensky សម្ដែងប៉ុន្តែលោកស្រីបានបដិសេធមិនឡើងឆាកដោយខ្លួនឯងឡើយលោកស្រីតែងតែស្ថិតនៅពីក្រោយឆាកហើយជីវិតជាសាធារណៈមិនមែនជាអ្វីដែលលោកស្រីចង់បាននោះទេទំនាក់ទំនងស្នេហារបស់ពួកគេបានអូសបន្លាយអស់រយៈពេល8ឆ្នាំមុនពេលពួកគេសម្រេចចិត្តរៀបការជាផ្លូវការក្រោយមកគូស្វាមីភរិយាមានកូន2នាក់ហើយអាពាហ៍ពិពាហ៍របស់ពួកគេបានក្លាយជារឿងមួយដែលគេនិយាយច្រើនបំផុតនៅក្នុងប្រទេសប៉ុន្តែហេតុអ្វីបានជាអាពាហ៍ពិពាហ៍របស់ពួកគេនៅតែបង្កឲ្យមានការជជែកដេញដោលទោះបីជាមានរូបភាពនៃសុភមង្គលក្នុងគ្រួសារក៏ដោយក៏គ្រួសារ Zelensky តែងតែត្រូវបានឡោមព័ទ្ធដោយពាក្យចចាមអារាមម្ដងម្កាលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានចុះផ្សាយរឿងរ៉ាវអំពីស្នេហាដែលស្មានមកដល់របស់លោក Volodymyr ជាមួយតារាសម្ដែងស្រីដែលធ្វើការជាមួយនៅក្នុងខ្សែភាពយន្តនិងរឿងភាគទូរទស្សន៍ប៉ុន្តែគ្មានភស្តុតាងពិតប្រាកដណាមួយត្រូវបានរកឃើញឡើយហើយគូស្វាមីភរិយានេះតែងតែបង្ហាញខ្លួនយ៉ាងមានសុភមង្គលជាមួយគ្នាក្រោយមកនៅពេលដែលលោក Zelensky ក្លាយជាអ្នកនយោបាយពាក្យចចាមអារាមមិនបានរលាយបាត់ឡើយក្នុងឆ្នាំ2020សារព័ត៌មានបានសរសេរអំពីទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតរបស់លោកជាមួយលេខាធិការព័ត៌មានវ័យក្មេងម្នាក់នៅលើបណ្ដាញអនឡាញអ្នកខ្លះថែមទាំងបានចែកចាយពាក្យថានាងអាចនឹងមានផ្ទៃពោះទៀតផងប៉ុន្តែស្ត្រីរូបនោះបានបដិសេធលោកស្រីអូលេនីនៅតែដូចមុនគឺមិនមានប្រតិកម្មចំពោះការញុះញង់ឡើយហើយជ្រើសរើសមិនធ្វើអត្ថាធិប្បាយលើរឿងបែបនេះនៅពេលលោក Volodymyr Zelensky ប្រកាសថាខ្លួននឹងឈរឈ្មោះជាប្រធានាធិបតីវាមិនត្រឹមតែជាការភ្ញាក់ផ្អើលសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់គ្រួសារលោកផងដែរក្រោយមកអូលេនីបានសារភាពថាលោកស្រីបានដឹងពីការសម្រេចចិត្តរបស់លោកមិនមែននៅពេលញ៉ាំអាហារពេលល្ងាចនៅផ្ទះនោះទេប៉ុន្តែតាមរយៈបណ្ដាញសង្គមប្រតិកម្មដំបូងរបស់លោកស្រីមិនមែនជាមោទនភាពទេប៉ុន្តែគឺជាការព្រួយបារម្ភព្រោះលោកស្រីមិនដែលស្រមៃចង់បានរឿងនយោបាយនិងតែចង់ស្ថិតនៅពីក្រោយឆាកប៉ុន្តែបន្ទាប់ពីជ័យជំនះរបស់ស្វាមីលោកស្រីត្រូវតែបោះជំហានឡើងមកលើឆាកសំខាន់នៃប្រទេសដំបូងឡើយអូលេនីហាក់បីដូចជាមានការភ័ន្តភាំងបន្តិចព្រោះលោកស្រីមិនទម្លាប់នឹងក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ប៉ុន្តែមួយជំហានម្ដងលោកស្រីបានចាប់ផ្ដើមផ្លាស់ប្ដូរលោកស្រីបានចាប់ផ្ដើមបង្ហាញខ្លួនក្នុងកិច្ចប្រជុំផ្លូវការផ្ដល់បទសម្ភាសន៍និងការចាប់ផ្ដើមគម្រោងផ្ទាល់ខ្លួនរបស់លោកស្រីដំបូងឡើយទាំងនេះគឺជាកំណែទម្រង់សាលារៀនរួមទាំងអាហារដែលមានសុខភាពល្អសម្រាប់កុមារបន្ទាប់មកការលើកកម្ពស់ភាសាអ៊ុយក្រែននិងការបង្កើតឧបករណ៍ណែនាំជាសំឡេងនៅក្នុងសារមន្ទីរឈានមុខគេនៅលើពិភពលោកទោះបីជាមានឋានៈខ្ពង់ខ្ពស់និងការវិភាគមមាញឹកក៏ដោយក៏លោកស្រីអូលេនីនៅតែជាម្ដាយលើសពីអ្វីៗទាំងអស់កូនស្រីរបស់ពួកគេ Alexandra និងកូនប្រុស Kyrylo រស់នៅទីក្រុងគៀវហើយឪពុកម្ដាយរបស់ពួកគេព្យាយាមការពារពួកគេពីការចាប់អារម្មណ៍ខ្លាំងពេកពីប្រព័ន្ធផ្សព្វផ្សាយមានតែម្ដងម្កាលប៉ុណ្ណោះដែលភរិយាទី1ចែករំលែករូបថតគ្រួសារដ៏កម្រនៅលើទំព័ររបស់លោកស្រីមានពាក្យចចាមអារាមថាកូនរបស់លោក Zelensky បានផ្លាស់ទៅរស់នៅទីក្រុងឡុង
ដែលរស់នៅក្នុងវិឡាដ៏ប្រណិតរបស់មហាសេដ្ឋីអ៊ុយក្រែនម្នាក់ប៉ុន្តែតាមសម្ដីរបស់មេដឹកនាំអ៊ុយក្រែនកូនប្រុសរបស់លោកទៅរៀននៅសាលាហើយកូនស្រីរបស់ពួកគេក៏ពងរៀននៅសាកលវិទ្យាល័យនៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់មិនមែននៅបរទេសនោះឡើយទន្ទឹមនឹងនេះដែរលោក Volodymyr Zelensky ខ្លួនឯងនៅតែជាបុគ្គលដែលមានសារៈសំខាន់ជាសកលលោកថ្លែងក្នុងកិច្ចប្រជុំកំពូលពិភាក្សាជាមួយមេដឹកនាំសហរដ្ឋអាមេរិកនិងអឺរ៉ុបហើយរាល់សម្ដីរបស់លោកសុទ្ធតែត្រូវបានចុះផ្សាយជាព័ត៌មានសំខាន់ៗនៅចំពោះមុខទស្សនវិជ្ជានេះលោកស្រី Olena Zelensky បង្ហាញខ្លួនក្នុងរូបភាពផ្ទុយគ្នាយ៉ាងខ្លាំងខណៈដែលស្វាមីត្រូវបានគេពិភាក្សាក្នុងនាមជាអ្នកនយោបាយនិងជាមេដឹកនាំក្នុងសម័យសង្គ្រាមលោកស្រីច្រើនតែត្រូវបានគេប្រៀបធៀបទៅនឹងម្ចាស់ស្ត្រីអង់គ្លេសឬលោកស្រី Melania Trump ប៉ុន្តែសម្រាប់ស្ត្រីអ៊ុយក្រែនជាច្រើនលោកស្រីបានក្លាយជានិមិត្តរូបនៃតួនាទីថ្មីរបស់លោកស្រីមិនត្រឹមតែជាភរិយារបស់ប្រធានាធិបតីប៉ុណ្ណោះទេប៉ុន្តែជាបុគ្គលឯករាជ្យដែលអាចមានឥទ្ធិពលលើវប្បធម៌ការអប់រំនិងមុខមាត់អន្តរជាតិនៃប្រទេសលោកស្រីមិនបានលាក់ខ្លួននៅពីក្រោយខ្នងស្វាមីឡើយប៉ុន្តែដើរក្បែរលោកដោយកសាងរូបភាពផ្ទាល់ខ្លួនមួយជំហានម្ដងទន្ទឹមនឹងនោះលោកស្រីនៅតែរក្សាផ្នែកម្ខាងនៃជីវិតរបស់លោកស្រីគឺការធ្វើជាម្ដាយនិងជាភរិយាបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះភរិយាទី1នៃប្រទេសអ៊ុយក្រែនសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត